thế ra ngày nắng cứ nhom trăng xua quạt ông pi phồng sát này bờ tây Campuchia ta quạt ai bỏ say nhom bàn ắt ចាសូមចាប់ផ្ដើមនៅសំណួររបស់អ្នក ta mua chỉ plug cái này bờ tây Campuchia cái tàu ban cái hai dạng đôi bật địch ឈ្មោះជាផ្លូវការរបស់ប្រទេសកម្ពុជាគឺព្រះរាជាណាចក្រកម្ពុជា ta bờ tây Campuchia nó miền tây đây sập nóประมาณkm ផ្ទៃដីរបស់ប្រទេសកម្ពុជាគឺ181.035 គីឡូម៉ែត្រការ៉េ ta bờ tây Campuchia miền khaiចំនួនប្រមាណ ប្រទេសកម្ពុជាមានខេត្តចំនួន24និងក្រុងមួយមានដូចជាខេត្តព្រះវិហារស្ទឹងត្រែងរតនគិរីមណ្ឌលគិរីក្រចេះត្បូងឃ្មុំស្វាយរៀងព្រៃវែងកណ្ដាលតាកែវកំពតកែបប្រសិទ្ធនុកកុងពោធិ៍សាត់បាត់ដំបងបៃលិនបន្ទាយមានជ័យឧត្តរមានជ័យសៀមរាបកំពង់ធំកំពង់ឆ្នាំងកំពង់ស្ពឺកំពង់ចាមនិងភ្នំពេញ ta bờ tây Campuchia nó miền prom đan chọp năng bờ tây naខ្លះ ប្រទេសកម្ពុជាមានព្រំដែនជាប់ទៅនឹងប្រទេស3ប្រទេសថៃនៅខាងលិចនិងភាគពីរយប់ប្រទេសឡាវនៅខាងជើងប្រទេសវៀតណាមនៅខាងកើតនិងជាចុងក្រោយគឺឈូងសមុទ្រថៃនៅភាគនិរតី តើមានខេត្តចំនួនប្រមាណដែលនៅជាប់នឹងព្រំដែនប្រទេសវៀតណាម មានខេត្តចំនួន9ដែលជាប់នឹងព្រំដែនប្រទេសវៀតណាមមានរតនគិរីមណ្ឌលគិរីក្រចេះត្បូងឃ្មុំស្វាយរៀងព្រៃវែងកណ្ដាលតាកែវនិងកំពត តើមានខេត្តចំនួនប្រមាណដែលមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ខេត្តដែលជាប់ទៅនឹងប្រទេសថៃមានចំនួន7គឺកោះកុងពោធិ៍សាត់បាត់ដំបងបៃលិនបន្ទាយមានជ័យឧត្តរមានជ័យនិងព្រះវិហារ តើមានខេត្តចំនួនប្រមាណដែលមានព្រំប្រទល់ជាប់នឹងប្រទេសឡាវ ខេត្តចំនួន3ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវគឺខេត្តស្ទឹងត្រែងរតនគិរីនិងខេត្តព្រះវិហារ តើខេត្តណាខ្លះដែលមានព្រំប្រទល់ជាប់នឹងឈូងសមុទ្រថៃ មានខេត្តចំនួន4ដែលជាប់ទៅនឹងព្រំប្រទល់ឈូងសមុទ្រថៃគឺខេត្តកោះកុងប្រសិទ្ធនុកំពតនិងកែប តើខេត្តណាដែលធំជាងគេនៅប្រទេសកម្ពុជា ខេត្តដែលធំជាងគេនៅប្រទេសកម្ពុជាគឺខេត្តមណ្ឌលគិរី តើខេត្តណាដែលតូចជាងគេនៅប្រទេសកម្ពុជា ខេត្តកែបគឺជាខេត្តដែលតូចជាងគេនៅប្រទេសកម្ពុជាសាយ៉ាតើខេត្តណាដែលនៅកណ្ដាលនៃប្រទេសកម្ពុជា ខេត្តដែលនៅចំកណ្ដាលនៃប្រទេសកម្ពុជាគឺខេត្តកំពង់ធំ ហើយខេត្តណាដែលនៅដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ខេត្តដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តកំពង់ចាម តើខេត្តណាដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជា ខេត្តដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសកម្ពុជាគឺខេត្តតាកែវ តើនៅប្រទេសកម្ពុជាកោះណាដែលធំជាងគេ កោះដែលធំជាងគេនៅប្រទេសកម្ពុជាគឺកោះកុងក្រៅ តើមានកោះចំនួនប្រមាណនៅខេត្តប្រសិទ្ធនុ មានកោះចំនួន32នៅខេត្តព្រះសីហនុក៏ប៉ុន្តែមានកោះចំនួន19ត្រូវបានក្រុមហ៊ុន23ក្រុមហ៊ុនឯកជនហ្នឹងត្រូវបានយកទៅអភិវឌ្ឍ តើភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាឈ្មោះអ្វី ភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាគឺភ្នំអារ៉ា តើវាមានកម្ពស់ប៉ុន្មាន ភ្នំអារ៉ាមានកម្ពស់1813ម៉ែត្រ តើអង្គរវត្តស្ថិតនៅខេត្តណា អង្គរវត្តគឺស្ថិតនៅក្នុងខេត្តសៀមរាបនៃប្រទេសកម្ពុជា តើស្ដេចអង្គណាជាអ្នកកសាងប្រាសាទអង្គរវត្ត ព្រះបាទសូរ្យវរ្ម័នទី2គឺជាអ្នកដែលបានសាងសង់អង្គរវត្ត